សួស្តីអ្នកនរគ្នាជួបគ្នាជាមួយនឹង episode ទី3នៅក្នុង Channel Side Talk ខ្ញុំ Parker ហើយនៅក្នុងថ្ងៃនេះយើងនឹងមកនិយាយអំពីភាពជោគជ័យក៏ដូចជាការបរាជ័យរបស់ Rule of Survival កុំឲ្យខាតពេលយូរតោះយើងចូលទៅកាន់វីដេអូយើងទាំងអស់គ្នា Rule of Survival ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន NetEase នៅឯប្រទេសចិនហើយវាគឺជា game Battle Royale ដំបូងបំផុតនៅលើទូរស័ព្ទដៃមុនទៅនឹង PUBG Mobile ទៀតនៅខែវិច្ឆិកាឆ្នាំ 2017 Rule of Survival ត្រូវបានគេ publish ឲ្យលេងជាសាធារណៈហើយបន្ទាប់ពីការបើកឲ្យលេងជាសាធារណៈនេះមិនទាន់បានប្រហែលខែផង Rule of Survival ក៏មានអ្នកលេងរហូតទៅដល់150លាននាក់វាគឺជា game បែបសាមញ្ញប៉ុន្តែវាមានភាពទាក់ទាញខ្លាំងមែនទែនដោយសារតែ game Battle Royale នេះពេលនោះគឺអត់ទាន់មាន game ណាដែលធ្វើនៅលើទូរស័ព្ទដៃទេហើយ Rule of Survival គឺជា game បែប Battle Royale ទី1ហើយដែលមាននៅលើទូរស័ព្ទដៃរបៀបលេងនោះគឺវាមានភាពងាយស្រួលខ្លាំងមែនទែនដោយក្នុងមួយម៉ាច់គឺមាន player ចូលលេងចំនួន120នាក់ហើយរបៀបលេងរបស់ Rule of Survival នោះគឺយើងត្រូវចុះពីលើយន្តហោះហើយបន្ទាប់មកយើងទៅស្វែងរកជាមួយនឹងអាវុធផ្សេងៗដូចជាឈាមដូចជាអាវក្រោះអីផ្សេងៗដើម្បីយកមកការពារខ្លួននិងព្យាយាម survive ឲ្យសល់តែម្នាក់ឬក៏មួយ team នៅក្នុងនោះ Rule of Survival គឺមាន map ចម្បង2ដែលមានដូចជា Gili Island និង Fearless Fort Gili Island គឺជាផែនទីដំបូងដែលមានភូមិសាស្ត្រដូចជាព្រៃភ្នំហើយមានជាមួយនឹងសំណង់អគារផ្សេងៗហើយចំណែកឯ Fearless Fort នេះគឺជា map ដែលអាចផ្ទុកជាមួយនឹង player រហូតដល់300នាក់បន្ថែមពីលើនោះ Rule of Survival គឺមាន game mode រហូតដល់ទៅ4ដែលមានដូចជា solo ដែលយើងចូលទៅលេងម្នាក់ឯង duo ដែលយើងចូលទៅលេងមានគ្នា2នាក់ squad គឺជា mode ដែលយើងអាចចូលទៅលេងគ្នា4នាក់ហើយបន្តមកទៀតគេក៏បន្ថែមជាមួយនឹង mode មួយទៀតនោះគឺ Fire Team ហើយ Fire Team នេះគឺអាចឲ្យយើង form team រហូតដល់5នាក់ដើម្បីចូលទៅលេង Rule of Survival គឺមានអាវុធជាច្រើនផងដែរដែលមានដូចជា AKM M4A1 Barat AWM SMG និង Shotgun ជាដើមហើយវាក៏មានជាមួយនឹង attachment ដូចគ្នាដែលមានដូចជា scope suppressor និង extend mag ជាដើមហើយបើនិយាយពីយានយន្តនៅក្នុង game នេះគឺមានច្រើនដូចគ្នាដែលមានដូចជាឡានម៉ូតូទូក truck និង glider ជាដើមនៅក្នុងនោះ Rule of Survival ក៏មានជាមួយនឹង skin ជាច្រើនផងដែរដែល skin ទាំងអស់ហ្នឹងហើយដែលធ្វើឲ្យមានភាពតាក់ទាញជាមួយនឹង player ដែលគាត់ចូលទៅលេងគាត់មាន skin ស្អាតមានអីចឹងហើយក្នុងនោះក៏ជាចំណូលរបស់ខាង Rule of Survival ដែរដែលគាត់ធ្វើការលក់ skin ក៏ដូចជាមានជាការបង្វិលយក skin អីចឹងទៅហើយ skin ទាំងអស់ហ្នឹងគឺមានដូចជា skin កៅអៅ skin កាភ្លើងឬក៏មានជាមួយនឹង emoji ឬក៏ក្បាច់រាំអីផ្សេងៗហើយទាំងអស់ហ្នឹងគឺអាចទិញបានដោយការបុកលុយនៅក្នុង game Rule of Survival ក៏คล้ายទៅជា game មួយដែលមានការពេញនិយមច្រើនខ្លាំងមែនទែននៅប៉ែកអាស៊ីអាគ្នេយ៍យើងនេះដែលមានដូចជាកម្ពុជាថៃវៀតណាមហ្វីលីពីននិងប្រេស៊ីលជាដើមនៅក្នុងនោះ Rule of Survival ក៏មានជាមួយនឹងការប្រកួតផ្សេងៗជាថ្នាក់ជាតិនិងអន្តរជាតិផងដែរហើយជាពិសេសទៅទៀតនោះអ្វីដែលធ្វើឲ្យ Rule of Survival ជោគជ័យខ្លាំងនោះគឺជាមួយនឹង streamer ដែលមានជាមួយនឹង streamer ល្បីៗទូទាំងពិភពលោកមិនថាតែប្រទេសយើងទេទូទាំងពិភពលោកគឺគេលេង Rule of Survival នោះដូចគ្នាហើយនៅក្នុងប្រទេសកម្ពុជាយើងឃើញមានដូចជាសៀក vlogger ដូចជា private vlog គឺគាត់សិតតែជា streamer ល្បីៗដែលលេង Rule of Survival ហ្នឹងបន្តមកទៀតយើងឈានមកដល់ចំណុចមួយដែលធ្វើឲ្យ Rule of Survival នេះចាប់ផ្ដើមដាំក្បាលចុះក្រោមនោះគឺបញ្ហាកម្មសិទ្ធិបញ្ញានៅឆ្នាំ 2018 PUBG Corp គឺបានដាក់ពាក្យប្តឹងទៅកាន់ NetEase ដែលថា Rule of Survival គឺ copy element ពី game PUBG ប៉ុន្តែជុំវិញបញ្ហានេះគឺអត់មានជាមួយនឹងដំណោះស្រាយជាសាធារណៈឲ្យយើងបានដឹងទេតាក់ទងជាមួយនឹងបញ្ហាកម្មសិទ្ធិបញ្ញាប្តឹងដល់គ្នាហ្នឹងហើយបន្ទាប់ពីពេលហ្នឹងមកគឺយើងដឹងហើយថា Rule of Survival ជាមួយនឹង PUBG គឺមានការប្រកួតប្រជែងគ្នាខ្លាំងមែនទែនហើយបន្ទាប់មកទៀត PUBG ក៏បានបញ្ចេញជាមួយនឹង PUBG Mobile ដែលអាចលេងនៅលើទូរស័ព្ទដៃបានហើយជាមួយនឹង Free Fire ក៏ចាប់ផ្ដើមចូលមកបដាដែរដែលធ្វើឲ្យ player ជាច្រើនគឺគាត់បកទៅលេងជាមួយនឹង PUBG ដែលភាគច្រើនគឺគាត់លេងជាមួយនឹង game PUBG នៅលើ computer ស្រាប់បន្ទាប់មកគាត់ក៏ចាប់ផ្ដើមទៅលេងជាមួយនឹង PUBG Mobile ហើយសម្រាប់ player ខ្លះទៀតគឺគាត់ចាប់ផ្ដើមទៅលេងជាមួយនឹង Free Fire ហើយជាមួយនឹង game Battle Royale ផ្សេងទៀតជាច្រើនទាំង computer ទាំងទូរស័ព្ទដៃពេលនោះ player របស់ Rule of Survival ចាប់ផ្ដើមធ្លាក់ម្ដងបន្តិចរហូតមកដល់ថ្ងៃទី27មិថុនាឆ្នាំ 2022 NetEase បានប្រកាសថានឹងបិទ server Rule of Survival នេះហើយអ្នកដែលមាន game នឹងស្រាប់ក៏អត់អាចចូលទៅលេង game នឹងបានហើយជាមួយនឹងអ្នកដែលអត់ទាន់មាន game ហ្នឹងក៏អត់អាចទៅរក download ពី
Play Store ឬក៏ App Store បានដូចគ្នាហើយនេះគឺជាចុងបញ្ចប់នៃ Rule of Survival អញ្ចឹងសរុបមក Rule of Survival គឺជា game Battle Royale នៅលើទូរស័ព្ទដៃដំបូងគេបំផុតដែលមានភាពជោគជ័យខ្លាំងហើយបន្ទាប់មកក៏បរាជ័យខ្លាំងដូចគ្នាបើទោះបីជា Rule of Survival បានបិទហើយក៏ដោយក៏ game នេះគឺជា game ដែលមានប្រជាប្រិយភាពខ្លាំងមួយហើយវាក៏ជា game មួយដែលស្ថិតនៅក្នុងចិត្តរបស់ player ជាច្រើនផងដែររួមទាំងខ្ញុំផងដែរអញ្ចឹងវីដេអូរបស់យើងនៅក្នុងថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេសង្ឃឹមថាអ្នកនរគ្នានឹងចូលចិត្តហើយបើសិនជាអ្នកនរគ្នាជាអ្នកដែលធ្លាប់លេង Rule of Survival កុំភ្លេច comment ប្រាប់ខ្ញុំនៅខាងក្រោមនេះផងមួយវិញទៀតកុំភ្លេចចុច subscribe ផងហើយកុំភ្លេច follow TikTok របស់ Side Talk របស់យើងផងដែលខ្ញុំនឹងដាក់ link នៅខាងក្រោម description ហ្នឹងហើយយើងនឹងជួបគ្នានៅវីដេអូក្រោយបាយបាយ